อกสกันตนาออกสดเดินเฟื่อยแข่งนิยมกิมชีหนังโน้นแนออกนี้มอสโกห้างเวอร์กันไลท์โลกึมูล้านมาลาฮอตพอตสำหรับเนี่ยหน้าแต่เคลียนจังยำฮอตพอตได้เอาจังแต่ยำแบบบุฟเฟ่เตะคลายเป็นแต่ยำติ๊กตักแคนจังเนี่ยออกนี้อาชีพบอกเมื่อห้างมูล้านมาลาฮอตพอตในฟินแบนในที่นี้คือกระตุ้นจังแกะตังเกียบตังจานใส่เดี๋ยวเนี่ยออกนี้บานยำหอยในที่นี้หรือบอกยำก็คือมีลำไยจับปีบอกว่าเลยขมายยังล้างเตะดังมินตักสำหรับพักจิตใจจำเรื่องครั้งเหมือนแตนในទីនេះទឹកស៊ុបមាន3ប្រភេទគឺទឹកស៊ុបសាច់ជ្រូករសជាតិដើមដែលគាត់ធ្វើដោយខ្លួនឯងទឹកស៊ុបផ្សិតនិងទឹកស៊ុបម៉ាឡាមានរសជាតិហឹរតិចនិងហឹរខ្លាំងហើយខាងគាត់ក៏មានជំរឿឆ្នាំងឲ្យអ្នកទាំងអស់គ្នាជ្រើសរើសផងដែរអ្នកទាំងអស់គ្នាចង់យកមួយឆ្នាំងដាក់ពីររសជាតិផ្សេងគ្នាក៏បានឬក៏អ្នកទាំងអស់គ្នាចង់ដាក់មួយឆ្នាំងមួយរសជាតិក៏បានដែរទៅតាមចំណង់ចំណូលចិត្តហើយទឹកស៊ុបមួយឆ្នាំងគឺ$2ចូលដល់ការលាយទឹកជ្រលក់វិញគឺអត់មានរូបមន្តអីពិសេសទេសម្រាប់ខ្ញុំគឺថាមានគ្រឿងប្រមាណគឺខ្ញុំដាក់ចូលទាំងអស់តែម្ដងមួយមុខបន្តិចមានតែខ្ទឹមសហើយនិងជីវ៉ាន់ស៊ុយទេដែលខ្ញុំដាក់ច្រើនជាងគេព្រោះដាក់កាន់តែច្រើនគឺកាន់តែឆ្ងាញ់ពេលនេះខ្ញុំបានលាយទឹកជ្រលក់ហើយអញ្ចឹងយើងចាប់តាមទៅរើសសាច់ប្រហិតទាំងអស់គ្នាដើម្បីដាក់ចូលក្នុងទឹកស៊ុបយើងឥឡូវចូលមកដល់ការជ្រើសរើសប្រហិតសាច់និងបន្លែម្ដងមុននឹងជ្រើសរើសហើយអ្នកទាំងអស់គ្នាអាចមើលតារាងតម្លៃសិនបានព្រោះគិតលុយទៅតាមពណ៌ចង្កាក់ដង្កៀបនិងចានមានចាប់ពី1000 1500 2000អីតាមហ្នឹងបានមើលឃើញហើយសាច់បន្លែឬក៏ប្រហិតអីហើយជាពិសេសទឹកជ្រលក់អីក៏ខ្ញុំលាយឲ្យអស់ដែរអញ្ចឹងដល់ពេលដែលយើងត្រូវភ្លក់រសជាតិទឹកស៊ុបឲ្យថាមានរសជាតិបែបណាដែរទឹកស៊ុបដែលខ្ញុំភ្លក់មុនគេនោះគឺរសជាតិសាច់ជ្រូកជារសជាតិដើមដែលគាត់ធ្វើដោយខ្លួនឯងធំក្លិនសាច់ជ្រូកខ្ញុំមានអារម្មណ៍ថាទឹកស៊ុបគាត់មានរសជាតិដិតឆ្ងាញ់សាច់ជ្រូកហ្មងខុសពីកន្លែងផ្សេងដែលខ្ញុំធ្លាប់ញ៉ាំលើសាកស៊ីឈាន់ម្ដងហិងហល់ខ្លាំងតិចតែអត់ដឹងថាមកពីខ្ញុំអត់សូវចេះហល់ឬក៏យ៉ាងម៉េចណាប៉ុន្តែទឹកស៊ុបស៊ីឈាន់វិញខ្ញុំគិតថាវារៀងទូទៅអត់សូវខុសប្លែកមែនទេប៉ុន្តែឆ្ងាញ់ទឹកស៊ុបពីរមុខមុនហ្នឹងខ្ញុំបានភ្លក់ឲ្យអ្នកទាំងអស់គ្នាប្រាប់ពីរសជាតិឲ្យអ្នកទាំងអស់គ្នាដឹងព្រោះយ៉ាងអញ្ចឹងយើងដល់រសជាតិទឹកស៊ុបទី3ម្ដងគឺទឹកស៊ុបផ្សិតថាតែមើលថារសជាតិឆ្ងាញ់ដូចពីមុនអត់គ្រាន់តែនេះមកធំក្លិនផ្សិតឡើងឈ្ងុយខ្លាំងហ្មងតិចទៅទាំងក្លិនទាំងរសជាតិមានអារម្មណ៍ថាដាក់គ្រាន់ដាក់ចូលមាត់គឺក្លិនផ្សិតហ្នឹងគឺធំពេញមាត់យើងមិនដែររសជាតិជាងដុតឆ្ងាញ់ដែរប៉ុន្តែសម្រាប់ទាំង3រសជាតិហ្នឹងរសជាតិដែលខ្ញុំចូលចិត្តជាងគេគឺរសជាតិសាច់ជ្រូកដែលគាត់រសជាតិដើមដែលគាត់ធ្វើខ្លួនឯងណារសជាតិឆ្ងាញ់ជាងគេថាហបផតហើយនឹងតែចិនណាគឺជាដៃគូមួយគ្នាអត់អាចខ្វះគ្នាបានតែម្ដងគឺថាយល់ថាចាត់ជាតិចូលចិត្តគ្នាឆ្ងាញ់ល្អហ្មងហើយជួយបំបត្តិការហល់យើងបានល្អទៀតសម្រាប់ទីតាំងហាងគឺនៅម្ដុំ DN ផ្លូវ221ផ្ទះ 10D ឬក៏អ្នកទាំងអស់គ្នាអាចស៊ើបក្នុង Google Map ដាក់ថា Mula Mala Hotpot DN ក៏បានដែរចឹងអ្នកទាំងអស់គ្នាកុំភ្លេចបើអកសក់ភ្លេចមើលកម្មវិធីអកសក់ផងណាជួបជាមួយខ្ញុំគីមជីនៅវីដេអូក្រោយបាយបាយ